ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះដែរគឺយើងនឹងមកនិយាយទៅតងជាមួយនឹងការធ្វើទៅលើយើងធ្វើទៅលើe-commerce mobile app ដែលយើង build យើង build ដោយប្រើភាសាពីរទីមួយគឺយើងប្រើនៅភាសា Flutter ហើយមួយទៀតគឺយើងប្រើនៅមួយទៀតគឺយើងប្រើDjango ជាយើងប្រើ Python ដែលយើងប្រើ Django ជា backend របស់យើងនិង API អញ្ចឹងនៅក្នុងនេះដែរគឺយើងប្រើ database របស់យើងគឺយើងប្រើ MySQL ហើយដោយសារតែខ្ញុំមានបញ្ហាទាក់ទងជាមួយនឹងការទាក់ទងនឹង space ចឹងទៅគឺខ្ញុំប្រើ Android Studio អត់កើតទេនៅពេលដែលខ្ញុំបើកវាកាំងរហូតចឹងទៅខ្ញុំក៏សម្រេចចិត្តថាប្រើជា web ប៉ុន្តែខ្ញុំនឹងបង្រួមួយទូចដូចនឹងទូរស័ព្ទដែលងាយស្រួលក្នុងការមើលដូចគ្នាអញ្ចឹងSDK ខ្ញុំតម្លើងប៉ុន្តែវា error ច្រើនដងពេកចឹងទៅខ្ញុំក៏សម្រេចចិត្តលុបវាចោលវិញហើយខ្ញុំនឹងប្រើជា Google Chrome វិញដើម្បី run វាហើយខ្ញុំទាញ API ចេញមកពី back end របស់ខ្ញុំភ្ជាប់ជាមួយនឹង front end អញ្ចឹងសម្រាប់យើងនេះដែរគឺយើងមានអានេះគឺ front end តែខ្ញុំនឹងនិយាយទាក់ទងជាមួយនឹង back end មុនអញ្ចឹងអានេះគឺ back end របស់យើង back end របស់យើងប្រើនៅភាសា Django នេះគឺជានៃរបៀបនៃការភ្ជាប់គឺយើងត្រូវមាន setting មួយយើងត្រូវ download នៅ API Django framework REST framework ហើយនឹង core header អានេះទៅជាមួយនឹងការ install app ហើយនឹង REST framework support JWT ផងដែរបន្តមកអានេះគឺជា default ដែលវាអាចចូលទេអានេះ pagination ទេអានេះសម្រាប់ដាក់page នៅក្នុង Django ហើយអានេះគឺជា template ដែលវា built in ទេនេះមក app គឺខ្ញុំប្រើជាមួយនឹងapplication ហើយអានេះគឺជា database របស់យើង database របស់យើងគឺយើងប្រើ Django DB backend MySQL ហើយ name របស់យើងគឺខ្ញុំប្រើ e-commerce MA លេខ2 user របស់ខ្ញុំ root 125 localhost ហើយនឹង 3306 អាហ្នឹងគឺ Django របស់យើង set up ហើយខាងក្រោមនេះសិតតែ file built in ទេបន្តមកទៀតគឺខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងអានេះគឺជា URL របស់យើង URL របស់យើងមានយើងមាន API view របស់យើង import ចេញមកពី view ហើយយើងនឹងបង្ហាញ view នៅខាងក្រោមអានេះគឺ view អានេះគឺជា API ដែលយើង set ចេញពី view អញ្ចឹងយើងមាន user view register role view user profile category អីផ្សេងៗអញ្ចឹងទៅអញ្ចឹងអានេះគឺជា router default router ហើយអានេះគឺជា URL របស់យើងអញ្ចឹងមួយទៀតគឺខ្ញុំសូមបង្ហាញទាក់ទងនឹងរបស់សំខាន់គឺ model អញ្ចឹង model របស់យើងគឺយើងមានតែគេខ្លះ model របស់យើងគឺយើងត្រូវបានយើងប្រើនៅក្នុងយើងដាក់ទៅក្នុង database គឺយើងត្រូវតែ migrate ចូលទៅក្នុង database ដោយសារតែយើងប្រើ Django អញ្ចឹងbackend របស់យើងគឺយើងមាន model របស់យើងយើងមាន user profile shipping address user shipping category product variant inventory និង image អញ្ចឹងដោយសារ order item payment អញ្ចឹង shipment ប៉ុន្តែខ្ញុំអត់បានប្រើតទៅមួយណា model ហ្នឹងទាំងអស់ទេគឺខ្ញុំបានទាញយកទៅមួយចំនួនទេនៅក្នុង front end អញ្ចឹងអានេះតទៅ serializer គឺយើងនឹងត្រូវការ field អីគេខ្លះដើម្បីធ្វើ API ហ្នឹងអញ្ចឹងយើងមានដូច category យើងមាន product យើងមាន image យើងមាន inventory យើងមានprofile យើង user profile យើងមាន user serial ហើយយើងមានផ្សេងៗទៀតដូចជា history notification user shipping អីចឹងទៅអានេះគឺជា URL របស់យើងដែលយើង set up URL អានេះខ្ញុំនិយាយហើយ URL ហើយមួយទៀតខ្ញុំនិយាយទៅនឹង view ហ្នឹងគឺយើងត្រូវប្រើ view ហ្នឹងដើម្បីយើងទាញទៅ URL អញ្ចឹង view របស់យើងគឺមាន view set អីចឹងទៅវាដូចតែគ្នាទេយើងមាន role view អីផ្សេង user អីផ្សេងចឹងទៅ category ឬក៏ product អីចឹងទៅ product variant view ចឹង image អីចឹងទៅចឹងណាតែតទៅនឹង view របស់យើងហើយខ្ញុំនៅក្នុងដែរគឺ set data គឺយើង set auto ហើយយើងគ្រាន់តែដាក់ name អីចឹងទៅហើយយើង set ចឹងទៅយើង set វាចូលទៅ Python set data.py អញ្ចឹងទៅវាចេញហើយតែតទៅ username របស់យើងគឺយើងក៏ដាក់ដូចគ្នាគឺ password របស់យើង admin pass 123ហើយ username របស់យើង stafftechstore.com
ចឹងអាហ្នឹងតេតងជាមួយនឹងគេហៅថាតេតងជាមួយនឹងការ configure ទៅលើ back end អញ្ចឹងខ្ញុំអាច show ពី back end ក៏បានដែរនេះគឺ back end របស់យើងអញ្ចឹងគឺតែប៉ុណ្្នឹងទេហើយមួយទៀតគឺតេតងជាមួយនឹងdata របស់យើងនេះគឺយើង seed ចូលហើយយើងនឹងទៅនិយាយតេតងមួយ database របស់យើងអូខេអញ្ចឹងខ្ញុំ use e-commerce 2អូខេអញ្ចឹងតេតងជាមួយនឹង database របស់យើងមានដូចជា out នៃ user របស់យើងមានតែគេខ្លះproduct ឥឡូវខ្ញុំមក product ម្ដងអានេះ product របស់យើងមានតែគេខ្លះយើងមាន price យើងមាន discount យើងមាន edit អីចឹងទៅអានេះតើតជាមួយនឹង table ដែលយើងធ្វើហើយគឺវានឹងយើង migrate ទៅគឺវានឹងចូលក្នុងនេះហើយតើតនឹងមួយចំនួនដូចទៅ Django migration Django admin log user code អី permission អីហ្នឹងអាហ្នឹងគ្រាន់តែជា build in ដែលវាមកស្រាប់ទេពេលដែលយើង migrate វាចូលហ្នឹងអញ្ចឹងយើងមានតែប៉ុណ្្នឹងទេតើតនឹងកន្លែងហ្នឹងយើងមាន API product យើងមានអីផ្សេងទៅហើយអានេះខ្ញុំ select product ឲ្យមើល product យើងមានអីគេយើងមាន ID យើងមាន name យើងមាន description best price discount ហើយនឹងតើតជាមួយនឹងupdated ad និង created ad ចឹងអាហ្នឹងតើតជាមួយនឹង API របស់ product របស់យើងហើយយើងនឹងមានផ្សេងទៀតចឹងអាហ្នឹងខ្ញុំគ្រាន់តែបង្ហាញតើតជាមួយនឹងproduct នៅក្នុង database ហ្នឹងទេខ្លីៗកុំឲ្យវីដេអូវាយូរដែរអញ្ចឹងយើងនឹងចូលទៅ front end ទាំងអស់គ្នាហើយយើងនឹងចូលទៅធ្វើការ demo ទៅលើ project យើងទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងនិយាយទៅ front end របស់យើងដំបូងរបស់គេហ្នឹងគឺយើងមានlogin អានេះគឺជា model មួយដែលយើងបានបង្កើតនៃ login របស់យើងមាន email យើងមាន password អញ្ចឹង email និង password របស់យើងគឺត្រូវតែ require មានន័យថាយើងត្រូវតែធ្វើ email របស់យើងច្រឡំធ្វើ email យើងត្រូវតែវាយ email និង password របស់យើងចូលទៅបានគេអនុញ្ញាតឲ្យចូលអញ្ចឹងខាតនឹងដាក់ខាតដាក់នេះខាតដាក់ហ្នឹងគឺតកតងជាមួយនឹង product model វាតកតងនឹង product model ដែរគឺនៅពេលដែលយើងទិញតំណែងទិញអីចឹងទៅធម្មតាខាតវាតែងតែមានតម្លៃឯងវាតែងតែមាននៅតម្លៃឧទាហរណ៍ថា product ឈ្មោះអី quantity ប្រមាណ price ប្រមាណអញ្ចឹងអាហ្នឹងតកតងជាមួយនឹងខាតហើយអានេះខ្ញុំមិនបញ្យល់អីទេវាគ្រាន់តែជា variable និង array ដែលយើងសរសេរតែប៉ុណ្្នឹងអញ្ចឹង category របស់យើងគឺយើងមាន2ទី1គឺ ID name យើងអត់បានដាក់ description ទេយើងមាន ID ជាមួយនឹង name ដែល ID របស់យើងនឹងតាំងវាជា string អញ្ចឹងអានេះអត់មានទេខ្ញុំសុំលុបវាចោលdelete អូខេអញ្ចឹងបន្តមកទៀតគឺយើងមាន history ហ្នឹងគឺជាអ្វី history ហ្នឹងគឺជាកន្លែងមួយដែលយើងផ្ទុកនៅអីគេផ្ទុកនៅយើងឧទាហរណ៍ថាធម្មតាយើងតែងតែទិញយើងតែងតែមាន order date យើងមាន total price ហើយនឹង card របស់យើងនៅក្នុងហ្នឹងដែរអញ្ចឹងបានកន្លែងហ្នឹងគឺយើងត្រូវ import នៅ card របស់យើងចូលក្នុងហ្នឹងដែរព្រោះ card history ហ្នឹងវា save ទុកអញ្ចឹងណាមួយទៀតគឺ order ហ្នឹងគឺយើងត្រូវមានគេ order ហ្នឹងគឺយើងត្រូវតែមាន order date amount និង item របស់យើងហើយយើង convert វាអានេះ data របស់យើងគឺយើង convert to ISO 8601 នៃ string ហើយអាហ្នឹងគឺយើងមាននៅយើងក៏ import ជាមួយនឹង card ផងដែរហើយអានេះគឺគ្រាន់តែជា variable ថានេះគឺយើងដាក់ជា list ហើយតែប៉ុណ្្នឹងទេនេះគឺតកតងជាមួយនឹង product model គឺយើងត្រូវការមានច្រើនឧទាហរណ៍ថាយើងមាន product អីគេខ្លះអញ្ចឹង field នៃ product ហ្នឹងយើងមានអីគេខ្លះយើងមាន ID យើងមានអីគេយើងមាន variant យើងមាន category យើងមាន name យើងមាន description យើងមានតម្លៃដើមយើងមានតម្លៃបញ្ចុះយើងមានកើតនៅថ្ងៃណានៅក្នុង category មួយណាអញ្ចឹងទៅអញ្ចឹងអាហ្នឹងតកតងនឹង product របស់យើងអូខេអញ្ចឹងវាអត់មានអីទេអាកន្លែងនេះខ្ញុំនឹងបង្ហាញកូដកន្លែងហ្នឹងយើងមាន image យើងមាន inventory អញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺ product ដែលយើងនឹងឃើញនៅក្នុង sale.dat ហ្នឹងគឺជាកន្លែងដែលយើងទិញតំណែងអញ្ចឹងគ្រប់ product ទាំងអស់គឺវានៅក្នុងហ្នឹងហើយអញ្ចឹងមួយទៀតគឺ user profile របស់យើងហ្នឹងគឺយើងមានតែ ID name និង email ទេសម្រាប់ fill នៅក្នុង user profile មួយហ្នឹងដែល ID របស់យើងយល់ថា user ហ្នឹង ID លេខប៉ុន្មាន name អីគេហើយ email ហ្នឹងក៏របស់គាត់ហ្នឹងអីគេអញ្ចឹងមួយទៀតខ្ញុំនិយាយទៅតង់ repository របស់យើងហ្នឹងគឺ login repository ដែលយើងចាប់ចេញមកពី API របស់យើងកន្លែងនេះគឺយើងចាប់ចេញមកពី API របស់យើងហើយយើងមាននៅអានេះគឺការប្រើ await និង HTTP post យើងឧទាហរណ៍ថាយើងវាយ
email យើងវាយ username យើងវាយ password យើងវាយ email យើងវាយ password ចឹងទៅអានេះតើតើនឹងការ fake user នៃ profile របស់យើងអញ្ចឹងអានេះគឺខ្ញុំនិយាយកាត់ខ្លីៗអានេះគឺយើងចាប់ចេញមកពី API របស់យើង profile ហើយយើងដាក់ឈ្មោះ me profile me បន្ទាប់មកយើងមាន user profile fake យើងមាន username អីចឹងទៅហើយយើងតែប៉ុណ្្នឹងទេតើតងនឹង cache e នេះវាគ្រាន់តែតើតងថាបើសិនជា profile fake error តែវាចេញមិនតែប៉ុណ្្នឹងអញ្ចឹងជ័យយើងចូលម្ដងវិញទៅគឺកន្លែង product នេះគឺសំខាន់មែនទែនតើតងជាមួយនឹង product repository នេះព្រោះអីវាត្រូវ store ទាំងអស់តើតងនឹងតន័យដែលយើងធ្វើការនៅក្នុង screen ដែលយើងភ្ជាប់គ្នាជាមួយនឹង screen របស់យើងមានគេ category page អីចឹងនៅខាងក្រោមគឺនឹងមានអញ្ចឹងកន្លែង product repository ហ្នឹងគឺវាសំខាន់ដោយសារតែយើងត្រូវទាញអាហ្នឹងចេញមកពី API របស់យើងគឺយើងទាញចេញមកម្នាក់យើងទាញចេញមកខាងលើនេះគឺយើងទាញចេញមកពី list នៃ category របស់យើងអញ្ចឹងយើងមានប្រមាណគឺយើងទាញចេញមកហើយបន្ទាប់ពីហ្នឹងហើយអាកន្លែងនេះយើងត្រូវ return មួយបើសិនជាវា fail អីចឹងយើងត្រូវ debug វាថាយើងត្រូវពេលនៃគេខ្លះយើងមាន set check out កន្លែងហ្នឹងគឺយើង check ហើយនឹង get check out មួយទៀតអញ្ចឹងអាហ្នឹងគឺជា method មួយដែលយើងប្រើឧទាហរណ៍ថាយើងនឹងតិចទៀតយើងនឹងឃើញ check out ហើយមួយទៀតគឺ remove product from list បើសិនជាយើងចង់ remove ជា product ID គេអញ្ចឹងអាហ្នឹងមួយទៀត add to cart ហ្នឹងគឺយើងត្រូវតែអាកន្លែងហ្នឹងនៅពេលដែលយើងដាក់វា add to cart គឺវានឹងចេញ list នៃ cart របស់យើងដែលថាយើងកំងអីគេខ្លះអញ្ចឹងអាហ្នឹងវាចាប់យក product ID វាចាប់យកអីផ្សេងៗអញ្ចឹងទៅហើយវាបូកមួយបើសិនយើងចង់បូកអញ្ចឹងណាទៅជាមួយនឹង increase quantity ហ្នឹងឧទាហរណ៍ថាបើយើងចង់បូកមួយអញ្ចឹង product ហ្នឹងគុណថែមមួយទៀតទៅមួយទៀតទៅជាមួយ decrease quantity ហ្នឹងមានន័យថាយើងចង់ដកវិញចង់ទិញអាហ្នឹងយើងចង់ដកវិញអាហ្នឹងយើងអាចដកបានអូខេអញ្ចឹងបន្តមកគឺយើងចូលទៅដល់ screen ហ្នឹងគឺយើងបានចេញជាផ្សេងទៀតឧទាហរណ៍អានេះគឺយើងប្រើនៅ category page របស់យើងនៅក្នុងនេះគឺយើងមាន category page ដែល list នៅ category មួយចំនួនអញ្ចឹងចង់ដឹង category មានអីគេខ្លះខ្ញុំនឹងបង្ហាញនៅក្នុងពេលដែលយើង run ហ្នឹងអញ្ចឹង category page នេះខ្ញុំគ្រាន់តែ show វាថា category របស់យើងគឺយើងមានអីគេខ្លះតែប៉ុណ្្នឹងទៅតមួយទៀតគឺយើងមាន control page.dat control page.dat ហ្នឹងគឺអត់មានអីទេឧទាហរណ៍យើងគ្រាន់តែ check ជាមួយនឹងការ create state ទៅលើ is login អញ្ចឹងបើសិន control page check is login អញ្ចឹងមានថាអា login page ហ្នឹងវាអូខេហើយអញ្ចឹងវាទៅ return នៅកន្លែង home របស់យើងអូខេមួយទៀតទៅនឹង history នៃ page history page ហ្នឹងគឺជាអ្វី history page ហ្នឹងគឺជាកន្លែងមួយដែលយើង store នៅទិន្នន័យរបស់យើងដល់ក្រោយពីការ check out អញ្ចឹងមានន័យថានៅពេលដែលយើងចូល new sale នៅពេលដែលយើងទិញយើងត្រូវ check out អញ្ចឹងពេល check out មកអារបស់ដែលយើងទិញហ្នឹងគឺវាត្រូវ save ចូលទៅក្នុង history page.dat ហ្នឹងអញ្ចឹងអាហ្នឹងគឺគ្រាន់តែអត់មានអីទេអានេះគ្រាន់តែ UI ដែលយើង design ហើយយើងមានpad left pad right យើងមាន children យើងគ្រាន់តែលេង color ឲ្យវាស្អាតជាងមុនតែប៉ុណ្្នឹងទេហើយអ្វីដែលសំខាន់មួយទៀតគឺយើងអាលក្ខណៈថាយើងនឹងមាននៅខាងហ្នឹងគឺយើងនឹងមាន transaction ហើយនឹងមាន pop up មួយដែលយើងចេញមកពីនៅពេលដែលយើងចុចហើយហ្នឹងគឺនៅក្នុង cell.dat អូខេអញ្ចឹងអាហ្នឹងគឺតើតនឹង history អូខេដូចកន្លែងនេះអញ្ចឹង start selling to you see your transaction here អាហ្នឹងយើងគ្រាន់តែជា text នឹងការធ្វើ UI របស់យើងតែប៉ុណ្្នឹងទេអញ្ចឹងអាហ្នឹងតើតនឹង history page.dat កន្លែងនេះគឺជា home page.dat home page.dat នេះគឺសំខាន់មែនតើដោយសារអ្វីដោយសារតែ home page.dat នេះគឺជា dashboard របស់យើង dashboard របស់យើងមានន័យថានៅក្នុងហ្នឹងគឺវា list មកទាំងអស់អ្វីរបស់យើងគឺវា list មកទាំងអស់ថាយើងមានប្រហែល page អញ្ចឹងគឺយើងធ្វើនៅ home page.dat មានថានិយាយទៅ home page យើងអញ្ចឹងទំព័រដើមរបស់យើងអញ្ចឹងយើងមាន update recent history យើងមានអីផ្សេងៗអញ្ចឹងទៅ total យើងមាន string format get average order value អានេះនៅខាងលើ4ខ្ញុំនឹងបង្ហាញនៅខាងលើ4ហ្នឹងនៅក្នុង UI ឥឡូវខ្ញុំបង្ហាញហ្មងខ្ញុំសូមដាក់វាមកខាងនេះសុំទោសអញ្ចឹងខ្ញុំសាក log in ទៅ email របស់យើងគឺយើងយកចេញមកពីនៅក្នុងនេះមកឥឡូវខ្ញុំ select កាយ from odd user អូខេអញ្ចឹងតមកគឺយើងយក email របស់យើងមក
chẳng nhung copy để ra tại cái lại email nó cứ dân khơi nó không bạc anh mà đón này chẳng smart password đó cứ nhung bắt chẳng password admin phá mũi bị bệnh nhung login chạm tích chắc anh ấy cứ chia page bởi dưỡng anh nó cứ home page bởi dưỡng này dương khơi này for cái lại mà chỉ muốn để chia get total sale chắc ai cái lại get total sale nó cứ ai cái lại total sale nè hay cái lại total order ấy nó cứ nơi khả năng này này update edition history so get item sold chẳng item sold cứ dân miên phẩm án item sold average order mình ra cái order và dân cứ chỉ average chia phẩm án ấy chân từ dân miên xem tiết hay nó khăn còn đi trong đáy cứ dân miên loading dashboard đây mùi chân từ hay dân miên nhưng mà hai nó khăn còn tích anh đi sai trong sử UI chẳng recent sale selection chẳng là cái lại nó cứ cái lại recent sale ní dân miên này cái khác chắc là bây giờ dân vô start new sale máu cứ dân ai tin vậy là thằng bán cứ viên thằng lột lên năng ngày viên thằng sale chọp lên năng ngày anh nó cứ bật đặt xa mấy nó hàng cao đấy cứ dân miên này kia dân miên container muối hay dân miên liner ở quay quay để dân bàn phơ nên đẳng chẳng là nắng tại tôi thằng vi miên là tôi ta bật đặt in card category nào available tha available với bộ mạng này chẳng đấy chắc là nắng tại tôi như mùi năng ca phơ từ lựa container này bật đặt xa mấy lấy nhau mà hai pi khăn lửa tí chẳng cái về anh ấy item số về order này cứ lệnh quick action mà giống như menu sale giống như category giống như history hay năng profile hay dân trong mơ là nãy anh ấy new sale hay anh ấy category anh ấy history hay khăn khổ này profile chẳng cứ bao dưỡng cứ mình buồn bằng năng chắc cái tôi nâng lại nâng hay lại login page nâng cứ lại không muốn nâng nhóm login nâng cứ lấy nhóm ra nhóm 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 nâng nhóm nâng tay mòn tới lại login nâng cứ lại đi dưỡng để dưỡng số máu dưỡng login từ buồn từ bây chân tới dưỡng đã nâng bàn dưỡng đã username đã ấy thôi viết bên ấy thế nó UI sẽ viết sầm mạnh đấy hay lấy dưỡng cho main screen dot ad main screen dot ad nó cứ category page nâng home category page năng profile page chắc là nắng có anh bên ấy đấy tôi tôn năng lại từ nắng dương bên dashboard category năng profile tập bên năng đấy hai là lấy dân cho từ và đặt detail nắng cứ dương năng bằng hai là không UI và đặt detail nắng dương ban thua ca hao nơi và đặt email dương và thua ca nó và đặt nam miền price miền category miền description miền add to cart button miền agency chẳng từ hai lấy dân cho mà profile page nhung nông hai ở nhung hai một đấy anh ấy profile page bởi dương miền profile dương miền guest user hay dương anh ấy dương đại guest example.com dương này dương miền order historyទៀតdương miền setting hay dương miền hype supported hay khăn khổ nó log out ra dương chọn log out hay dương cho log in với việc đôi cho lại log in page này chẳng lấy nhung sai log out trên sân là thọ lấy nhung trong log out ấy nhung đã username và dương này nhưng là email và dương chỗ á nhung đã không năng chẳng tới hay password giống cứ admin pass mỗi bị bầy nó không bạc admin chẳng dừng sale chẳng tới login tới video luôn vậy chẳng bởi dương trong mơ lại một file dưới nhưng cho vô lại một file nó trên một file này chẳng tới nhưng khơi như bộ profile với cái guest user trong sự xây như thế rồi mà nắng cái con người năng profile page hay lấy dân cho từ sale dot dat cái lại nó cứ dân sòng khăn mình đấy để xa ra sale dot dat nó cứ dân thời lý nó và đặt môi trường luôn được chia total đôi chia price dân miền người mua item from card dân miền xây đi dân miền add to card dân miền xây đi chẳng cái lại sale dot dat nó cái lại new sale nó bây giờ click new sale máu với năng activate sale dot dat nó này chẳng như mình process nó ca check out với dương nó như thử mấy chắc là năng cư nhông năng này vậy nhông năng khơi ca demo từ lừa anh đi tầng mù mỏng hay đôi chỉ chúng mình clear card tiếp dương ở trong phở khan đăng tí dương ai clear cháu thôi nhưng tay nhập bản toàn bao nhiêu cái thay dương on bên lối cho mình ai clear bản nếu còn thì với chú ai vào việc thế phần nắng xây tiếp đôi chỉ admin y tế
anh ấy override អត់មានអីទេអញ្ចឹងទៅឥឡូវខ្ញុំនឹងធ្វើការ demo ចូលក្នុង project ហ្មងទៅអានេះ can section នៅ container របស់យើងក៏បាន build នៅ container មួយដែរនៅក្នុង new cell ហ្នឹងឥឡូវខ្ញុំឥឡូវខ្ញុំចូលទៅ demo project ទាំងមូលហ្មងអញ្ចឹងproject របស់យើងគឺឥឡូវខ្ញុំដាក់ខាងនេះខ្ញុំសូមចូលទៅដំបូងគឺខ្ញុំចូលទៅមើល profile អញ្ចឹងអានេះ profile យើងគឺតែប៉ុណ្្នឹងទេយើងមាន order history setting have support អញ្ចឹងដំបូងគឺខ្ញុំចូលទៅ new cell ខ្ញុំចង់កំងអីគេខ្ញុំចង់កំងអាកាសនេះមួយអញ្ចឹងខ្ញុំអាចទុកខាតមកខ្ញុំចង់កំង Nvidia GeForce អាចទុកខាតមកខ្ញុំចង់កំង keyboard ថ្មីខ្ញុំអាចទុកខាតមកអញ្ចឹងកន្លែងហ្នឹងគឺ container នេះ card section ហ្នឹងគឺ container នៃការ shopping cart របស់យើងខ្ញុំមាន color អាហ្នឹងគឺយើងសរសេរនៅ UI របស់យើងកន្លែងទៅហ្នឹងអញ្ចឹងយើងមានអីគេខ្លះយើងអាចបូកមួយក៏បានដែរអញ្ចឹងលុយវាឡើងទៅតាមហ្នឹងដែរព្រោះនៅក្នុង model យើងបាននិយាយថានៅពេលដែលយើងនៅក្នុង product អី repository ក៏មានដែរតែតើមួយនឹងការ increase និង decrease អញ្ចឹងមានន័យថានៅពេលដែលយើងបូកមួយគឺវាឡើងលុយតាមហ្នឹងដែរអញ្ចឹងអាហ្នឹងតើតើមួយនឹងការបូកគឺការដកដល់ខ្ញុំដកអូខេពេលយើងដកសល់0គឺវានឹងលុបហ្មងទៅថាខ្ញុំលុបចោលអូខេខ្ញុំលុបចោលទៀតអញ្ចឹងយក card is empty អញ្ចឹងថាអាកន្លែង check out នេះគឺគេបិទនេះគេអត់ឲ្យបើកទេដោយសារអីដោយសារតែយើងអត់តបានកំងអីឥឡូវខ្ញុំសូម add to card មួយខ្ញុំ add អានេះមួយទៀតហើយខ្ញុំបូកអានេះ2ហើយខ្ញុំទិញអានេះមួយទៀតប៉ុន្តែខ្ញុំចង់ clear card វិញអញ្ចឹងខ្ញុំអាច clear បានចាកន្លែងហ្នឹងក៏គេមាននៅក្នុង cell នេះដែរអញ្ចឹងវាអត់មានអីពិបាកទេតែទៅនឹងកន្លែងទៅហ្នឹងវាគ្រាន់តែជាសាមញ្ញមួយទេអានេះដូចគេប្រាប់អញ្ចឹងមិនមាន in stock អីចឹងដែរអញ្ចឹងអាហ្នឹងគ្រាន់តែជា UI របស់យើងឯងកន្លែងនេះគឺយើងដាក់ icon មួយចឹងទៅឲ្យវាស្អាតចឹងទៅអានេះគឺជាលេខអីចឹងគឺ custom របស់យើងទេយើងឥឡូវខ្ញុំចង់ទិញអានេះមួយហើយខ្ញុំចង់ទិញអានេះមួយខ្ញុំចង់ទិញអានេះមួយទៀតឥឡូវខ្ញុំសូមទិញ3ហ្នឹងឥឡូវខ្ញុំទិញអានេះ2ចុះអញ្ចឹងខ្ញុំអាច check out បានអញ្ចឹងកន្លែងខាងក្រោមនេះយើងដាក់ថា order will be saved to your history បើខ្ញុំ check out មកអញ្ចឹងវានឹង load នៅ pop up មួយដែលយើងហៅpop up មួយគឺ order save locally អញ្ចឹងកន្លែង shop up ហ្នឹងយើងចង់ view history អត់អូខេឥឡូវខ្ញុំចង់ view history មើលអញ្ចឹងខ្ញុំចង់ view history មើលគឺខ្ញុំចុច history របស់ខ្ញុំមកគឺវានឹង transaction history របស់ខ្ញុំមើលអាហ្នឹងគឺនៅក្នុង history.page នេះអញ្ចឹងអា history.page.dat ហ្នឹងគឺយើងត្រូវតេតងជាមួយនឹងការធ្វើនៅ UI តេតងនឹងកន្លែងនេះអញ្ចឹងយើងមានន័យថា recent transaction របស់យើងគឺយើង order ម្ដងហើយយើងមានអីគេខ្លះយើងមានអានេះមួយគ្រឿង Samsung យើងមាន MacBook ហើយយើងមាន Logitech នេះចំនួន2ហើយ total amount របស់យើងហ្នឹងគឺ completed អូខេអញ្ចឹងមានន័យថាអាកន្លែងហ្នឹងគឺតេតងជាមួយនឹង transaction នៃការ order របស់យើងថាយើង order បានដងអីចឹងដែរអូខេឥឡូវខ្ញុំដកចោលចឹងដែរចឹងនៅខាងមុខ home page.dat home.dat របស់យើងនេះអញ្ចឹងវាធ្វើការនៅ update នៅគេវាធ្វើការ update នៅ total sale មួយចំនួន total sale របស់យើងគឺយើងឃើញលុយសរុបទាំងអស់ total order របស់យើងគឺ order លេខ1 item sold របស់យើងគឺលេខ4ដោយសារយើងតែអនុ2អញ្ចឹងអា average របស់យើងគឺលុយសរុបរបស់យើងហ្នឹងអូខេអញ្ចឹងនៅកន្លែង recent sale ដូចគ្នា recent sale ក៏យើង list នៅមួយចំនួនដែរឧទាហរណ៍ថា recent sale របស់យើងនេះកន្លែងទៅនេះយើងឃើញនេះថា4 item គឺorder គឺយើង order ម្ដងហើយយើងមាន4 item ហើយតម្លៃរបស់យើងប៉ុណ្ណឹងបើយើងចុច view all វាចូលកន្លែងទៅនេះវិញទៅដែរអញ្ចឹងគឺអាហ្នឹងបើយើងចង់ view all តែប៉ុណ្ណឹងទេអានេះគឺគ្រាន់តែព័ត៌មានសំខាន់នៃការ recent sale របស់យើងអញ្ចឹង total product របស់យើងគឺ10 category របស់យើងគឺ6ហើយការរបស់យើងគឺ10អញ្ចឹងបើយើងចង់មើល category នៃ category របស់យើងគឺវាមានចំនួន6អូខេអញ្ចឹងវាមានគេវាមាន component វាមាន motor graphic card peripheral គេមាន laptop និង processor ចា៎ណាតើតើនឹង category របស់យើងហើយឥឡូវខ្ញុំសារថាអូខេអត់ចង់បើសិនជាយើងចង់ចូលទៅមើល profile របស់យើងតើយើងបាន save នៅrecent sale របស់យើងនឹងទុកអញ្ចឹងចូលមក profile មកយើងចូលមើល order history មកវានឹង save អាហ្នឹងទុកអីចឹងអាហ្នឹងថា user របស់យើងបានទិញឲ្យគេខ្លះទៅទៅនឹងអ្វីពីមុនអញ្ចឹងមានន័យថាយើងបាន save ទុកនៅលើហ្នឹងហើយអញ្ចឹងអាហ្នឹងគឺតើតងជាមួយនឹង transaction history គឺមានតែប៉ុណ្្នឹងទេហ្នឹងតើតងការ log in log out តើតងជាមួយនឹងរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសូមអរគុណលោកគ្រូសម្រាប់ការមើលវីដេអូមួយនេះហើយអធិស្ឋានលោកគ្រូផងដែរដោយសារតែរបស់ខ្ញុំវាអត់ដំណើរការទៅលើ Android SDK ហើយជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូបាទអរគុណ